សំសួរបងប្អូនមួយតើត្រីខកំប៉ុងដែលខ្ញុំកំពុងចាក់ចូលចានហ្នឹងតើវាដូចប៉ុន្មានភាគរយដែរទៅនឹងត្រីខកំប៉ុងដែលកំពុងតែលក់នៅខ្មែរយើងខ្ញុំបានសាកល្បងធ្វើត្រីខច្រើនដងហើយដោយសារតែខ្ញុំចង់ឲ្យបានដូចរសជាតិជាមួយនឹងត្រីខកំប៉ុងខ្លាំងមែនទែនតែធ្វើអត់ទាន់បានជោគជ័យតែលើកនេះវិញចំពោះអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំគិតថាវាជោគជ័យហើយរំភើបខ្លាំងមែនទែនដោយសារតែខ្ញុំទទួលបានរសជាតិត្រីខដែលចង់បានហើយខ្ញុំអត់ផ្អង់យូរទេខ្ញុំត្រូវតែប្រាប់បងប្អូនពីរបៀបធ្វើត្រីខនឹងតែម្ដងហើយរបៀបធ្វើក្បួនធ្វើគ្រឿងក្រៅអីគឺអត់សាំញ៉ាំញ៉ៃញ៉ៃច្រើនទេត្រីខកំប៉ុងដែលគេធ្វើគឺគេយកត្រីសមុទ្រដែលមានឈ្មោះថាត្រីសាល់ឌីនហើយត្រីរបស់ខ្ញុំនេះគឺជាត្រីសមុទ្រខ្ញុំត្រូវតែលាងវាសម្អាតកាត់ក្បាលកាត់កតុយនិងវះពោះចេញត្រីដែលកាត់ក្បាលហើយគឺចំនួននៅសល់800ក្រាមចំពោះគ្រឿងផ្សំគឺខ្ញុំប្រើជាមួយនឹងម្សៅម្ទេសផ្លោកវាអត់ហឹរទេគ្រាន់តែយើងដាក់វាដើម្បីយកពណ៌ហើយបើសិនជាចង់បានហឹរយើងអាចបន្ថែមជាមួយនឹងម្ទេសកូរ៉េបន្តិចហើយខ្ញុំប្រើជាមួយនឹងទឹកប៉េងប៉ោះមួយកំប៉ុងខ្ញុំយកត្រីដែលលាងទុកវាឲ្យស្រស់ទឹកស្អាតហើយនឹងយកវាមកតម្រៀបទុកនៅក្នុងឆ្នាំងយកឆ្នាំងដាក់ទៅលើភ្លើងរួចចាក់ប្រេងឆាចូលទុកឲ្យប្រេងឆានឹងក្តៅសិនសឹមយកម្ទេសហឹរនឹងយកមកដាក់ឆាហើយយើងក៏យកអាម្សៅម្ទេសផ្លោកនឹងយកមកឆាជាមួយគ្នាធ្វើយ៉ាងណាឆាឲ្យវាឡើងពណ៌ប្រេងក្រហមសិនឡើងក្រហមហើយសឹមយើងយកទឹកប៉េងប៉ោះមកចាក់អត់មានទឹកប៉េងប៉ោះអាចយកប៉េងប៉ោះទុំដែលយើងចិញ្ច្រាំវាឲ្យម៉ត់យកមកឆាក៏បានដែររួចហើយខ្ញុំចាក់ទឹកចូលចំនួនប្រហែលជា200មីលីលីត្រដាក់អំបិល1ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយចំពោះអំបិលហើយនិងស្ករគឺអត់ទាន់កំណត់ច្បាស់លាស់ទេចាំបងប្អូនធ្វើឲ្យភ្លក់រសជាតិវាមើលថាយើងចូលចិត្តចង់បានរសជាតិប្រៃឬក៏ផ្អែមប៉ុន្មានចាំយើងថែមតាមនឹងទៀតចុងក្រោយគឺខ្ញុំបន្ថែមជាមួយនឹងទឹកម្សៅពោតបន្តិចឬក៏យើងអាចប្រើទឹកម្សៅឆាក៏បានដែរធ្វើអញ្ចឹងគឺដើម្បីឲ្យត្រីខរបស់យើងនឹងវាមានលក្ខណៈខាប់ស្រដៀងទៅនឹងត្រីខកំប៉ុងមែនតែនក្រោយពីភ្លក់នៅរសជាតិដែលយើងគិតថាបានហើយគឺយើងយកទឹកប៉េងប៉ោះហ្នឹងចាក់ចូលទៅក្នុងត្រីដែលយើងបាននឹងរៀបនៅក្នុងឆ្នាំងហ្នឹងឆ្នាំងដែលខ្ញុំប្រើគឺខ្ញុំប្រើជាមួយនឹងឆ្នាំងអគ្គិសនីហើយឆ្នាំងនឹងដែរគឺវាអត់ងាយក្នុងការរីងទឹកនោះទេហើយប្រសិនបើបងប្អូនប្រើឆ្នាំងធម្មតារងាស់ដោយប្រើភ្លើងខ្ជុំកុំប្រើភ្លើងខ្លាំងពេកយើងត្រូវឧស្សាហ៍មើលត្រូវបន្ថែមទឹកវាបន្តិចម្ដងកុំបន្ថែមទឹកច្រើនជ្រុលរយៈពេលនៃការរងាស់ត្រីដោយប្រើភ្លើងខ្ជុំគឺខ្ញុំអត់ដឹងទេដោយសារតែខ្ញុំប្រើភ្លើងអគ្គិសនីបងប្អូនបើសិនជាធ្វើតាមរងាស់ប្រហែលជារយៈពេលប៉ុន្មានធ្វើឲ្យត្រីនឹងផុយល្អសូមជួយប្រាប់ខ្ញុំផងបងប្អូនប្រហែលជាអាចនឹងឆ្ងល់នៅដើមវីដេអូបន្តិចដោយសារធ្វើខ្លួនឯងហេតុអីមានកំប៉ុងដាក់ដោយសារតែខ្ញុំឃើញថាត្រីរបស់ខ្ញុំនឹងគឺវាធ្វើបានជោគជ័យដោយត្រីខកំប៉ុងមែនតែនអញ្ចឹងខ្ញុំក៏សាកយកកំប៉ុងហ្នឹងហើយយកត្រីខដែលខ្ញុំធ្វើហើយយកវាមកដាក់ឲ្យចាក់ឲ្យបងប្អូនមើលថាតើបងប្អូនទីត្រូវអត់ថាត្រីខហ្នឹងគឺខ្ញុំធ្វើខ្លួនឯងឬក៏ខ្ញុំទិញគេមូលហេតុនៅពីក្រោយការដែលខ្ញុំរៀនធ្វើត្រីខរហូតទាល់តែបានត្រីខបែបនេះហ្នឹងគឺដោយសារតែនៅទីនេះគឺពិបាករកត្រីខដែលមានពណ៌ក្រហមហ្នឹងខ្លាំងមែនតែនហើយបើមានលក់ក៏ជារបស់អ្នកចិត្តខាងយើងដែរដោយបងប្អូនគាត់បានតាមដាននៅមាតិការបស់ខ្ញុំអញ្ចឹងមាតិការបស់ខ្ញុំភាគច្រើនគឺធ្វើពីម្ហូបអញ្ចឹងហើយពេលខ្លះម្ហូបខ្លះតម្រូវឲ្យត្រូវការប្រើ